ចាសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាសារជាថ្មីទៀតហើយបងប្អូននៅវីដេអូកថានិទានយើងណាបងប្អូនចាប្រហែលថ្ងៃមុនគឺទៅខិនណាបងប្អូនប៉ុន្តែខ្ញុំថតបានច្រើនមែនតែនហើយស្រាប់តែបងប្អូនហើយខំប្រឹងកាត់ហើយអស់អាលីងស្រាប់តែលុបចេញបងប្អូនហើយឥឡូវបាត់ការដែលខ្ញុំថតនៅកន្លែងគេហែកឋិនណាបងប្អូនស្ដាយមែនទែនវីដេអូច្រើនណាបងប្អូនតែឥឡូវបានតែប៉ុណ្្នឹងឯងបងប្អូនហើយចាចប់តែហ្មងខ្ញុំស្ដាយនោះស្ដាយបងប្អូនស្ដាយថតបានច្រើនមែនទែនកន្លែងមានចាលោកនិមន្តហើយមានហែមានអីអញ្ចឹងណាបងប្អូនតែអានេះថតបានតែពេលដែលខ្ញុំនៅទីវត្តអារាមគេមិនទាន់ហែបងប្អូនខ្ញុំទៅដល់ដំបងហ្នឹងគឺខ្ញុំថតចាគឺថតនឹងមិនទាន់មានអឺហែនៅឡើយទេបងប្អូនគឺទៅដល់ហ្នឹងចាប់ផ្ដើមថតយកតែម្ដងប៉ុន្តែនៅពេលដែលថតដល់កន្លែងសំខាន់បងប្អូនកាត់ហើយអស់ហើយនឹងស្រាប់តែទៅជាលុបចោលអូយខ្ញុំឥឡូវបានតែប៉ុណ្្នឹងទេបងប្អូនហើយមិនដឹងថាស្ដាយយ៉ាងណាទេណាចំពោះខ្ញុំគឺស្ដាយមែនតើណាថាបានកាត់ហើយឲ្យបងប្អូនមើលចាមើលនឹងមិនមែនមើលប្រអួតអីទេគឺចង់ឲ្យមើលថានៅតាមតំបន់នីមួយៗនៅវត្តអារាមនីមួយៗអញ្ចឹងណាគេរៀបចំបែបណាឥឡូវចប់ហើយបងប្អូនគឺបានតែប៉ុណ្្នឹងទេអើយចប់ហ្មងខ្ញុំចាហើយកឋិនទានហ្នឹងគឺប្រហែលថ្ងៃហើយប៉ុន្តែខ្ញុំស្ដាយកន្លែងមួយទៀតណាបងប្អូនអញ្ចឹងខ្ញុំក៏ចេះតែមិនចង់ផុសដែរប៉ុន្តែនឹកឃើញថាទៅខិនម្ដងហើយអញ្ចឹងមានវីដេអូបន្តិចបន្តួចចាផុសទៅដើម្បីទុកជាអនុស្សាវរីយ៍ផងដើម្បីជូនបងប្អូនដែលគាត់ចានៅតាមប្រទេសនានាអញ្ចឹងណាបងប្អូនឲ្យគាត់បានឃើញថាប្រពៃណីខ្មែរនៅពេលនារដូវខែបុណ្យទានមានដូចជាកឋិនចូលឆ្នាំចាភ្ជុំចាអអំបុកអីអញ្ចឹងទៅតែខ្ញុំនៅតែស្ដាយកន្លែងសំខាន់ដែលថតបានមកកណោបងប្អូនចាថតកន្លែងសំខាន់នោះគឺមានដូចជាហែអឺហែអឺហែត្រៃបងប្អូនចាដែលបងប្អូនយើងគាត់ចាទូលត្រៃឲ្យហែជុំវិញពហិហើយមានតយ៉ាំមានអីរំអស់ទោះឲ្យបងប្អូនក៏ប៉ុន្តែខ្ញុំទៅជាលុបចោលបងប្អូនអាកាត់តរួចហើយនឹងទៅជាលុបចោលវិញស្ដាយមែនតែនហ្មងណាស្ដាយវីដេអូច្រើនមែនតែនថតបានឡើងមកកណោហើយបងប្អូនយើងគាត់សប្បាយបងប្អូនតខិនហ្នឹងចាកូនខ្មែរបងប្អូនទោះបីជាយ៉ាងណាក៏មិនភ្លេចប្រពៃណីខ្មែរមិនភ្លេចធ្វើបុណ្យធ្វើទានកឋិនអីអញ្ចឹងណាបងប្អូនចាហើយកន្លែងសំខាន់ហ្នឹងបងប្អូនមិនមើលទេមើលតែកន្លែងណាមិនសំខាន់ទៅចាគឺអញ្ញាញ៉ៃពេញហ្នឹងបងប្អូនគឺថាថតហ្នឹងគឺរលុំលិចរលុំកើតអូយគ្មានចាដាក់មិននឹងមិនណើទេបងប្អូនចាដាក់មិននឹងមិនណើទេនៅដួលនៅអីនៅហ្នឹងហើយវាវិធានអ្នកដែលបឺតហ្នឹងបងប្អូនគឺបឺតកាហ្វេបងប្អូនចាហើយទៅដល់វត្តហ្នឹងគឺជួបអ្នកស្គាល់មកកណោអញ្ចឹងទៅហើយក៏ទិញគាត់អញ្ចឹងទៅណាទិញដូចជាកាហ្វេដូចអីហើយនិយាយរួមទៅបងប្អូនហើយគឺទៅដល់ហ្នឹងឃ្លានហ្មងចាដូចថាត្រូវយើងអត់ញ៉ាំអីពីនេះទៅទៀតហ្នឹងណាដល់អញ្ចឹងហើយទៅដល់ហ្នឹងគឺឃើញឃ្លានតែម្ដងចាហើយទោះបីជាយ៉ាងណាក៏ត្រូវតែនេះដែរត្រូវតែអឺទិញដែរបងប្អូនព្រោះត្រូវការហូបចុកបុកតាពីអញ្ចឹងណាបើមិនទិញគឺមិនកើតទេចាហើយឥឡូវហ្នឹងចិត្តដល់អូអំបុកឯងបងប្អូនណាចាចិត្តអំបុកអូអំបុកទៀតហើយអញ្ចឹងប្រពៃណីខ្មែរយើងគឺថាមានបុណ្យទានជាហោជាហែអញ្ចឹងទៅចាបើឆ្លៀតធ្វើបានធ្វើទៅបងប្អូនឆ្លៀតធ្វើមិនបានទេយើងធ្វើបន្តិចទៅយើងមិនបានធ្វើធំនឹងគេក៏ធ្វើតូចតាចតាមវត្តអារាមតាមអីអញ្ចឹងទៅចាវាបានបុណ្យដូចតែគ្នាទេបងប្អូនចាអាស្រ័យទៅលើចិត្ត
របស់យើងនេះគឺស្មោះចាគឺត្រង់ចាធ្វើបន់គឺធ្វើបន់អញ្ចឹងទៅបងប្អូនចាបាយបាយ